ស្ថានភាពនៅច្រកសមុទ្រហូម៉ូសបានឈានដល់ចំណុចគ្រោះថ្នាក់បំផុតបន្ទាប់ពីប្រទេសអារ៉ាប់រួមបានប្រកាសថានាវាដឹកប្រេងមួយគ្រឿងរបស់ក្រុមហ៊ុនរដ្ឋត្រូវបានវាយប្រហារនៅក្នុងផ្លូវទឹកដ៏សំខាន់មួយនេះបើទោះបីជាមិនមានមនុស្សរងរបួសយ៉ាងណាក៏ដោយក៏ប៉ុន្តែរដ្ឋាភិបាលអារ៉ាប់រួមបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរថាសកម្មភាពនេះគឺជាអំពើចារកម្មរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអារ៉ាប់រួមបានអំពាវនាវឲ្យអ៊ីរ៉ង់បញ្ឈប់ការបង្ខិតបង្ខំសេដ្ឋកិច្ចនិងបើកច្រកសមុទ្រនេះឡើងវិញជាបន្ទាន់ដោយគ្មានលក្ខខណ្ឌដើម្បីរក្សាសន្តិសុខស្ថាមពលសកលផងដែរនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី4ឧសភា2026នេះស្របពេលជាមួយគ្នានេះផងដែរទីបញ្ជាការយោធាកម្ពុជារបស់អ៊ីរ៉ង់បានចេញការព្រមានយ៉ាងដាច់អហង្ការថារាល់កងកម្លាំងប្រដាប់អាវុធបរទេសជាពិសេសកងទ័ពឈ្លានពានរបស់សហរដ្ឋអាមេរិកនឹងត្រូវរងការវាយប្រហារភ្លាមៗប្រសិនបើពួកគេព្យាយាមចូលក្នុងច្រកសមុទ្រហូម៉ូសការគំរាមកំហែងនេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសពីគម្រោងប្រើប្រាស់កម្លាំងយោធាដើម្បីរំដោះនាវាដែលជាប់គាំងនៅក្នុងច្រកសមុទ្រហូម៉ូសអ៊ីរ៉ង់បានសង្កត់ធ្ងន់ថាសន្តិសុខនៃផ្លូវទឹកនេះស្ថិតក្រោមការគ្រប់គ្រងដាច់មុខរបស់ខ្លួនហើយរាល់ការឆ្លងកាត់ត្រូវតែមានការសម្របសម្រួលជាមួយនឹងកងទ័ពអ៊ីរ៉ង់ជាមុនសិននៅក្នុងភាពតានតឹងដែលមិនធ្លាប់មាននេះអង្គការសហប្រជាជាតិបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីមហន្តរាយសេដ្ឋកិច្ចពិភពលោកនិងវិបត្តិអត់ឃ្លានប្រសិនបើច្រកសមុទ្រហូម៉ូសនៅតែបន្តបិទគប់រហូតដល់ដាច់ឆ្នាំ2026នោះបើទោះបីជាមានការខិតខំប្រឹងប្រែងផ្នែកការទូតពីសំណាក់រុស្ស៊ីដែលបានជួបពិភាក្សាជាមួយនឹងអ៊ីរ៉ង់លើសេរីភាពនាវាចរក៏ដោយក៏ស្ថានភាពជាក់ស្ដែងហាក់កាន់តែអាក្រក់ទៅទន្ទឹមនឹងនេះផងដែរទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុបក៏កំពុងតែប្រេះឆាផងដែរដោយសារការខ្វែងគំនិតគ្នាលើការដោះស្រាយសង្គ្រាមអ៊ីរ៉ង់នេះដែលបានឈានទៅដល់ការសម្រេចចិត្តរបស់លោកដូណាល់ត្រាំក្នុងការដកកងទ័ពចំនួន 5,000 នាក់ចេញពីអាល្លឺម៉ង់ជាការសងសឹកផងដែរ